ប្រជាពលរដ្ឋជាច្រើនអ្នកបានមកឲ្យលោកគ្រូបារមីស្ដេចនៃគ្រាហៅលោកតាធំប្រសាទដើម្បីព្យាបាលជំងឺស្ថិតនៅភូមិទំនប់អង្គឃុំមានជ័យស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺកំពង់ស្ពឺនៅថ្ងៃអាទិត្យទី5ខែអាសត់ឆ្នាំម្សាញ់សកស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី12ខែតុលា2025ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងផ្ទះលោកគ្រូសឿនសុគន្ធនៅភូមិទំនប់អង្គបានប្រទះឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកមករកលោកគ្រូជួយព្យាបាលជំងឺបើតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាគាត់បានឈឺអស់រយៈពេលជាយូរឆ្នាំមកហើយរកគ្រូមើលអស់ចំណេះមិនមានសង្ឃឹមថាជាតែនៅពេលបានដឹងដំណឹងថាមានគ្រូឈ្មោះសឿនសុគន្ធនៅភូមិឃុំខាងលើទទួលមើលជំងឺពេលនោះគាត់ក៏បានឲ្យលោកគ្រូមកព្យាបាលពេលនោះឃើញថាជាសះស្បើយក្រោយពេលដែលលោកគ្រូបានព្យាបាលរួចសូមបញ្ជាក់ថាលោកគ្រូសឿនសុគន្ធស្នងរូបបារមីស្ដេចនៃគ្រាហៅលោកតាធំប្រសាទមានថ្នាំខ្មែរព្យាបាលជំងឺដូចជាថ្លើមលើសឈាមស្លាប់មួយចំហៀងខ្លួនរំលាយដុំគីសមហារីកទឹកនោមផ្អែមនិងជំងឺផ្សេងជាច្រើនទៀតហើយក៏ដូចជាស្រោចទឹករំដោះគ្រោះដោះអំពើអំព័ន្ធផងដែរបើបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងពីគ្រូយោបល់តាមរយៈលេខទូរស័ព្ទ015 35 33 99និងលេខមួយខ្សែទៀត099 98 98 សូមអរគុណឈឺទាំងឡាយកុំឲ្យនឹងអស់សង្ឃឹមមកមើលគាត់ទៅព្រោះអីខ្ញុំគ្រួសារខ្ញុំទាំងអស់គ្នាមកមើលគាត់នឹងទាំងអស់គឺជាទាំងអស់គ្នានឹងហ្មងមកមើលគ្រូជាទាំងអស់គ្នាបាទមានសួរបងបាទឃើញថាអញ្ជើញមកថ្ងៃនេះមកធ្វើអីដែរជួយមើលជំងឺអូហើយបងឈឺអីដែរខ្ញុំវាឈឺតាមនេះប្រឡាក់ដៃប្រឡាក់ជើងអញ្ចឹងខ្លាំងហើយជើងគឺតាមលាក់អីต้องរួមហ្នឹងហើយពេញខ្លួនមកអូហើយឮថាពីមុនដើររួចទេដល់ពេលឥឡូវដើររួចដើររួចជីតូចអាចមកខ្លួនឯងបើខ្លួនឯងបានដោយសារមកជួបលោកគ្រូអូហើយចង់ថាឈឺហ្នឹងឈឺអាការៈឈឺប្រហែលខែឬមួយប្រហែលឆ្នាំដែរ2ឆ្នាំហើយដល់ពេលជាប្រហែលខែមកមួយអាទិត្យជាហ្មងអូស្រួលជាមុនខ្លាំងបាទស្រកហើមស្រកអីមុនហើមដល់ពុលអូឲ្យធ្លាប់ទៅព្យាបាលនៅក្រៅដែរចានៅមើលគ្រូខ្មែរក៏មើលឲ្យទៅថៃក៏ទៅពេទ្យពេញតែតទៅពេលទៅព្យាបាលអញ្ចឹងគេថាយើងមានជំងឺអីថាជំងឺអាសន្លាក់ថាឈឺដៃអូឈឺសន្លាក់ចាបាទហើយដល់ពេលមកជប់លោកគ្រូមកតាមអាទិត្យធូរបដ ாய் បាទអញ្ចឹងអត់មានដូចគេនិយាយថាគ្រូមើលអត់ជាដើរវិញហើយសំខាន់ជាក់ស្ដែងខ្លួនយើងអូមើលធ្វើដើរតិចមើលអូខេបាទគាត់មានមុនពីណាហើយបងស្រីត្រូវមិនមួយគាត់ខ្ញុំត្រូវជាបងកើតដែលបងប្រុសគាត់លើកឡើងនឹងការពិតចាការពិតមកផ្ទះខ្ញុំគ្រាពីលឿនរឹងអី3យកមកអូ3យកមកនេះគ្រាហ្នឹងហើយបាទយកមកចាបាទ